បាទសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមដកស្រង់ព័ត៌មានថ្មីមួយដែលចេញមកពីកោះសន្តិភាពដែលព័ត៌មានថ្ងៃនេះតាក់ទងទៅនឹងទឹកលិចទៀតហើយដោយសារតែនៅកម្ពុជាយើងក្នុងប្រហែលថ្ងៃនេះគឺមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងក៏ដូចជាចរន្តទឹកហូរតាមដងទន្លេក៏មានការកើនឡើងដូច្នេះហើយថ្ងៃនេះព័ត៌មានគឺតាក់ទងទៅនឹងខេត្តព្រៃវែងបាទគឺអាជ្ញាធរបានបិទចរាចរណ៍ជាបណ្ដោះអាសន្ននៅលើកំណត់ផ្លូវលេខទី383ក្នុងខេត្តព្រៃវែងបាទដែលចាប់ពីភូមិតាំងស្នាយឃុំរកាដល់ភូមិមេសប្រច័ន្ទឃុំមេសប្រច័ន្ទស្រុកពីរាំងខេត្តព្រៃវែងបាទការបន្តបិទចរាចរណ៍នេះខណៈនៅព្រឹកថ្ងៃទី7ខែតុលាឆ្នាំ2025ស្ថានភាពទឹកចំនួនបានស្រកចុះ3ទឹកបើធៀបទៅនឹងម្សិលមិញខណៈដែលទឹកនៅបន្តទៅទម្លុះច្រាស់តួផ្លូវលេខទី383ចំនួន2កន្លែងទៀតនៅក្នុងក្បែរនោះបាទតេតិនទៅនឹងករណីនេះផងដែរមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងក៏បន្តតាមដានការវិវត្តស្ថានភាពនោះដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាយោងទៅតាមសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍បណ្ដោះអាសន្ននៅលើកំណត់ផ្លូវលេខទី383B ត្រង់ចំណុចគីឡូម៉ែត្រទី4ដល់គីឡូម៉ែត្រទី10+425ចាប់ពីភូមិតាំងស្វាយឃុំរកាដល់ភូមិមេសប្រច័ន្ទភូមិមេសប្រច័ន្ទស្រុកពីរាំងខេត្តព្រៃវែងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងបានលើកឡើងថាដោយសារតែស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំងបណ្ដាលឲ្យប៉ះពាល់កំណត់ផ្លូវលេខទី383B សន្ធិដ្ឋនៅក្នុងភូមិតាំងស្នាយឃុំរកាស្រុកពីរាំងខេត្តព្រៃវែងដែលស្ថានភាពនេះធ្វើឲ្យផ្លូវថ្នល់មានសភាពហូរច្រោះនិងកាត់ផ្ដាច់ដែលមិនអាចធ្វើចរាចរណ៍បានឡើយប្រភពដដែលនេះបានបញ្ជាក់ថាដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងសូមធ្វើការផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ននៅលើកំណត់ផ្លូវលេខទី383Bនៅទីតាំងខាងលើចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការជួសជុលនិងការជូនដំណឹងសារជាថ្មីបាទបើសិនបើយើងមើលសភាពការផ្លូវនៅទីតាំងនេះឃើញថាខូចខាតធ្ងន់ធ្ងរហើយចរន្តទឹកមើលទៅបែបពណ៌ខ្សោយដែរបានជាធ្វើឲ្យផ្លូវនៅតំបន់នេះមានការដាច់ខូចខាតខ្លាំងបើទោះបីជាសភាពផ្លូវមើលទៅដូចជាក្រាស់រឹងមាំដែរប៉ុន្តែចរន្តទឹកដែលហូរខ្លាំងរាប់សិបគីបមានកម្លាំងរុញខ្លាំងដែលធ្វើឲ្យដំណាត់ផ្លូវទាំងអស់នេះបានដាច់ជាដំណាត់ហើយអញ្ចឹងទេក៏សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតនៅក្នុងរដូវទឹកឡើងនេះមិនថាការធ្វើដំណើរក្តីឬក៏ការរស់នៅប្រកបអាជីវកម្មធម្មតាក្តីបើសិនបើបងប្អូននៅជិតតំបន់ពហុទឹកដែលមានជាពិសេសគឺតំបន់ដែលមានចរន្តទឹកហូរគឺសូមមេត្តាប្រុងប្រយ័ត្នឲ្យបានជាទីបំផុតព្រោះថាការហូរនៃទឹកមិនអាចកំណត់បានឡើយបើសិនបើវាមានការកើនឡើងឬក៏ហូរខ្លាំងនៅពេលណាមួយវាធ្វើឲ្យប៉ះពាល់ទៅដល់សុវត្ថិភាពរបស់យើងទាំងអស់គ្នាបាទហើយបន្ទាប់មកនេះខ្ញុំបាទសូមបង្ហាញនៅវីដេអូខ្លីមួយចេញពីក្នុង TikTok ដែលរបស់ account អឿនដាវីនប្រហែលជាគាត់ជាម្ចាស់រថយន្តដឹកទំនិញដែលរថយន្តនេះបានជាប់គាំងនៅលើកណ្ដាប់ផ្លូវនេះហើយបានធ្លាក់ចូលទៅក្នុងទឹកនៅព្រៃវែងផ្លូវភូមិតាំងស្នាយចេញពីផ្លូវមេសប្រច័ន្ទមកចេញមកខាងស្នាយពលខាងអីវិញផ្លូវអត់មានណាជួយបានផ្លូវឲ្យដាច់ទាំងមុខទាំងក្រោយបាទវីដេអូនេះមានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា